ចាថ្ងៃនេះខ្ញុំមកធ្វើបង្អែមដំឡូងពងលក់ហូបម្ដងបងប្អូនចានេះខ្ញុំចិត្តស្អាតហើយបងប្អូនខ្ញុំយកទៅលាងជាមួយទឹកអំបិលចាលាងទឹកអំបិលរួចហើយខ្ញុំលាងជំរះនឹងទឹកធម្មតាបងប្អូនបន្ទាប់មកខ្ញុំយកដូងទៅកកោសរួចខ្ញុំពូតយកខ្ទិះដើម្បីទៅដាំចាដាំឲ្យពុះមើលតាពុះហើយយើងចាក់ដំឡូងចូលចាហើយបន្ទាប់មកមើលតាពុះផុយដំឡូងហើយបងប្អូនគឺខ្ញុំចាក់ស្ករសចូលចាបន្ទាប់មកក៏ខ្ញុំដាក់ផ្កាសារាយនេះហើយក៏ទុកឲ្យរីករអេងកូវាកុំឲ្យវាជាប់ចាជំរាបសួរចាពុកម៉ែបងប្អូននេះបង្អែមរបស់យើងធ្វើរួចហើយបងប្អូនតំណងអស់បងប្អូនមកហូបខ្ញុំផ្អែមហើយឈ្ងុយទៀតហើយដំឡូងវិញបងប្អូនគឺស្អិតល្មមបងប្អូនមកហូបខ្ញុំទាំងអស់គ្នាចាគឺស្អិតចង្អាញ់ខ្លាំងមែនទែនបងប្អូនដំឡូងពងលលោកបងប្អូនស្អិតចង្អាញ់បងប្អូនចាវីដេអូនេះក៏មានតែប៉ុណ្ណេះបងប្អូនបាយបាយជួបគ្នាវីដេអូក្រោយណាបងប្អូន